ខ្ញុំនៅចាំពាក្យម្ដាយរបស់ខ្ញុំក៏តែងតែបដៅខ្ញុំតាំងពីតូចគាត់និយាយថាយើងអត់ចាំបាច់លាក់បាំងមហូបដែលនៅសល់ច្រើនថ្ងៃដោយសារខ្លាចភ្ញៀវនិយាយថាយើងរិះទេកូនព្រោះយើងរស់នៅបែបនឹងមែនគាត់បាននិយាយទៀតថាចានដែលបែកកូនឯងប្រើវាសិនទៅព្រោះយើងញ៉ាំជាមួយស្លាបព្រាដែរវាអត់មុតទេគោឡើងភ្នំអត់មានសាច់គោក៏បានព្រោះបន្លែសុទ្ធវាងាយស្រួលធ្វើយើងបត់ជើងហើយសុខភាពល្អត្រីខនេះយើងនៅតែ2នាក់យើងប្រើវាពាក់កណ្ដាលបានទេកូនពាក្យអញហើយនឹងពាក្យខ្ញុំមួយម៉ាត់ដូចគ្នាកូនឯងប្រើពាក្យខ្ញុំវាពីរោះជាងកូនឯងជាកូនប្រុសកូនឯងមិនចាំម៉ែបដៅអត់ល្អទេព្រោះម៉ែអត់ធ្លាប់ធ្វើជាមនុស្សប្រុសទេម៉ែជាស្រីដូច្នេះបើសិនជាកូនចង់ខ្លាចជាមនុស្សប្រុសតាមរបៀបណាដែលកូនគិតថាមានតម្លៃកូនឯងសម្រេចចិត្តធំឡើងកូនឯងមិនបាច់ប្រើកាភ្លើងដើម្បីការពារខ្លួនទេបើសិនជាកូនឯងច្បាស់ថាកូនឯងគឺជាមនុស្សល្អពេលមានលុយសូមកូនឯងធ្វើទានទាំងការចែករំលែកចំណេះដឹងទាំងការផ្ដល់លុយផ្ដល់សហុយហើយពេលដែលកូនធ្លាក់ខ្លួនក្រកូនប្រឹងរោទៀតទៅកូនមិនបាច់រំពឹងអ្នកដតីមកឲ្យទានកូនទេកូនចំណាំមើលអ្នកដែលហឺហាលយឆាយអត់សូវយូរទេច្រើនតែអង្គុះអង្គើពេលមួយដែលកូនឯងខឹងកូនឯងស្រែកឲ្យខ្លាំងទៅប៉ុន្តែកូនឯងស្រែកកុំឲ្យគេលឺពេលត្រឡប់មកវិញរឿងហ្នឹងវានឹងចប់បើសិនជាកូនធ្វើបន់កូនកុំខ្លាចគេលួចគ្រឿងទិញឲ្យលើសអាហ្នឹងឯងបន់បើសិនជាកូន